បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបង្ហាញពីជីកំប៉ុស្តគោករបស់ខ្ញុំបន្តទៀតហើយដែលតែងតែបង្ហាញនៅពេលដែលខ្ញុំជ្រោយជ្រុំហើយត្រឡប់លេចត្រឡប់កើតជាមួយនឹងជីកំប៉ុស្តគោករបស់ខ្ញុំនេះខ្ញុំតែងតែថតវីដេអូនិងបង្ហាញនិងរៀបរាប់ប្រាប់អំពីបងប្អូនទាំងអស់គ្នាឲ្យជួយធ្វើជីកំប៉ុស្តគោកដើម្បីប្រើប្រាស់ដោយខ្លួនឯងនោះទេមិនបាច់ចាំទៅចំណាយខាត់ពេលវេលានិងថវិកាទៅទិញគេទេយើងអាចប្រើប្រាស់ការធ្វើរូបមន្តជីកំប៉ុស្តគោកកាកសំណល់ផ្ទះបាយនៅផ្ទះយើងបានដោយខ្លួនឯងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរៀបជាកន្លែងដែលយើងអាចស្តុកជីកំប៉ុស្តគោកយើងនឹងដោយខ្ញុំធ្វើជាលក្ខណៈកាប់ដីដើម្បីឲ្យមានរណ្ដៅបែបនេះដើម្បីធ្វើជាជីកំប៉ុស្តគោកហើយនៅពេលដែលយើងមានកាកសំណល់ផ្ទះបាយផ្សេងៗគឺយើងចាក់ចូលនៅក្នុងនឹងទៅហើយយើងគ្របវាទៅគឺទុកវារយៈពេល3ខែគឺយើងទទួលបានផលហើយក្នុងរយៈពេល3ខែនេះគឺយើងឧស្សាហ៍ជ្រួយដីត្រឡប់លិចត្រឡប់កើតចុះឡើងដូចខ្ញុំធ្វើបែបនេះមួយអាទិត្យម្ដងទៅអញ្ចឹងបងប្អូនទាំងអស់គ្នានឹងទទួលបានលបាយដីកំប៉ុស្តគោកយ៉ាងលបាយដែលមានសារជាតិចិញ្ចឹមនៅក្នុងដំណាំដែលត្រូវការជាច្រើនបងប្អូនមើលតែដើមផ្ទីនៅគៀកជីកំប៉ុស្តគោកខ្ញុំនេះគឺថាលឹកធំខ្លាំងមែនទែនហើយដីលបាយជីកំប៉ុស្តគោកនេះគឺបែកជាតូចភាគល្អិតគឺថាបាទតំណងក្នុងការដាំហើយតំណងនឹងលាយជាមួយដីដើម្បីដាក់ឲ្យដំណាំយើងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចយល់ដឹងបន្ថែមនៅក្នុងការធ្វើជាជីកំប៉ុស្តគោកយើងបន្ថែមជាមួយនឹងស្លឹកឈើជាមួយនឹងស្មៅអីផ្សេងកប់លាយចូលគ្នាទៅគឺយើងត្រឡប់កាត់ហើយឧស្សាហ៍ដាក់ជាមួយនឹងកំបោរសបងប្អូនបើសិនជាមានកំបោរសហើយយើងមានទាំងស្កររងូទៀតគឺថាវាឆាប់កាច់ខ្លាំងមែនទែនអរគុណច្រើន